រឿងសុបិនចម្លែកស្លេះនិងម៉ារីគឺជាបងប្អូនបង្កើតនឹងគ្នារស់នៅក្នុងភូមិមួយជិតបឹងធំពួកគេប្រកបរបរលក់ត្រីនៅតាមភូមិជាច្រើនឆ្នាំមកហើយក្រោយមកមុខរបររបស់ពួកគេជួបការលំបាកដោយសារអ្នកនេសាទចេះតែដំឡើងថ្លៃត្រីឥតឈប់ឈរហេតុនេះស្លេះក៏សម្រេចចិត្តនេសាទត្រីដោយខ្លួនឯងវិញល្ងាចមួយស្លេះប្រាប់ប្អូនស្រីឲ្យរកម្ហូបអាហារទុកបំរុងយកទៅនេសាទនៅព្រឹកស្អែករួចក៏និន្ទ្រែលក់ទៅយប់នោះស្លេះយល់ខ្សប់ឃើញថាខ្លួនគេរកត្រីមិនបានសោះពេញមួយថ្ងៃលុះដល់ពេលចិត្តត្រឡប់មកវិញស្រាប់តែគេបង់សំណាញ់បានត្រីធំមួយគេដោះត្រីចេញពីសំណាញ់ដោយត្រេកអរពន់ពេកស្រាប់តែត្រីនោះនិយាយមករកគេថាសូមអ្នកដោះលែងខ្ញុំទៅខ្ញុំជាស្ដេចត្រីហើយកំពុងមានពងពេញពោះទៀតផងបើអ្នកទុកជីវិតឲ្យខ្ញុំនឹងបញ្ជូនកូនចៅខ្ញុំមកឲ្យអ្នកបរិភោគជារៀងរាល់ថ្ងៃអ្នកមិនចាំបាច់បារម្ភទេឮសំដីត្រីអង្វរស្លេះលើកត្រីបំរុងលែងទៅក្នុងទឹកវិញតែម៉ារីណាស្រែកខាត់បងថាបងឈួតទេឬយើងចំណាយកម្លាំងមួយថ្ងៃទៅបានត្រីមួយនេះហើយអ្វីក៏បងចង់លែងត្រីទៅវិញត្រីប៉ុនបែបនេះឆ្ងាញ់ណាស់ហើយលក់ក៏បានថ្លៃណាស់ដែរកុំលែងវាអីស្លេះរារែកក្នុងចិត្តហើយទីបំផុតក៏លើកត្រីដាក់ក្នុងទូករួចនាំបងប្អូនត្រឡប់មកគេហដ្ឋានវិញមកដល់ផ្ទះម៉ារីណាកាត់ត្រីទុកខ្លះសម្រាប់ហូបហើយត្រីនៅសល់នាងយកទៅលក់បានប្រាក់យ៉ាងច្រើននាងសប្បាយចិត្តណាស់ថ្ងៃបន្ទាប់ម៉ារីណាចាប់ផ្ដើមក្តៅខ្លួនស្លេះរត់រកគ្រូពេទ្យមកព្យាបាលប្អូនតែមិនធូរស្រាលសោះក្រោយមកម៉ារីណាក៏ធ្លាក់ខ្លួនឈឺធ្ងន់ស្លេះភ័យពេកក៏ស្រែកយំយ៉ាងខ្លាំងរហូតដល់ភ្ញាក់ដឹងខ្លួនវិញស្អែកឡើងស្លេះនិយាយរឿងរ៉ាវប្រាប់អ្នកនេសាទម្នាក់បុរសនោះនិយាយថានេះប្រហែលជាប្រភ្នូរៀងស្លេះមិនឲ្យទៅរកត្រីហើយមើលទៅព្រោះរដូវនេះគឺជារដូវត្រីពងផងគេហាមឃាត់មិនឲ្យនេសាទទេព្រោះនាំឲ្យពាយត្រីបើគេចង់នេសាទទៅរងចាំឲ្យផុតរដូវត្រីពងសិនដើម្បីឲ្យមច្ឆជាតិនៅតែសម្បូរជារៀងរហូតស្លេះយល់ហើយក៏ត្រឡប់មកផ្ទះវិញរងចាំឱកាសមកដល់គេនឹងទៅនេសាទរឿងទំនៀមទម្លាប់ដាក់ប្រាក់កាក់ក្នុងមាត់អ្នកស្លាប់មានរឿងបុរាណដំណាលតគ្នាថាមានបុរសម្នាក់នៅជាមួយប្រពន្ធតាំងពីក្មេងរហូតដល់ចាស់គ្មានកូនមួយសោះគាត់មានមាសមួយបាតប្តីប្រពន្ធនេះបានសន្យាគ្នាថាបើនរណាស្លាប់មុនត្រូវយកមាសនេះដាក់ក្នុងមាត់អ្នកនោះចំណេរកាលមិនយូរប៉ុន្មានប្តីក៏បានស្លាប់មុនទៅភរិយាក៏បានយកមាសនោះទៅដាក់ក្នុងមាត់ប្តីហើយយកសពប្តីទៅបូជាភ្លើងឆេះមាសរលាយអស់នៅសល់តែ3ស្លឹងថ្ងៃមួយព្រះមហាក្សត្របានត្រាស់បង្គាប់ឲ្យរៃអង្គាសមាសក្នុងមួយផ្ទះឲ្យបាន1បាតជាកំហិតប្រពន្ធរបស់ខ្មោចនោះក៏យកមាស3ស្លឹងដែលគាត់រើសទុកនោះទៅថ្វាយស្ដេចគាត់ទូលថ្វាយស្ដេចថាក្រាបទូលព្រះករុណាមាសនេះពីដើមពេញ1បាតតែខ្ញុំម្ចាស់បានយកទៅបង់មាត់ឲ្យប្តីខ្ញុំម្ចាស់នៅពេលគាត់ស្លាប់ក៏ត្រូវភ្លើងឆេះអស់នៅសល់តែប៉ុណ្ណឹងសូមព្រះករុណាមេត្តាដល់សត្វទីទាល់ក្រផងចុះខ្ញុំម្ចាស់មិនអាចរកមាសមកថ្វាយព្រះអង្គម្ចាស់បានឡើយព្រះមហាក្សត្រទ្រង់ស្ដាប់ហើយក៏កើតក្តីសង្វេគស្លុតព្រះទ័យទើបទ្រង់លើកលែងការរៃអង្គាសយកមាសពីបណ្ដារាស្ត្រតទៅទៀតអាស្រ័យរឿងនេះទើបបណ្ដារាស្ត្រទាំងអស់យល់ថាប្រាក់ឬមាសដែលបង់ក្នុងមាត់ខ្មោចមានអានុភាពទៅលើទឹកចិត្តមនុស្សណាស់សូម្បីព្រះមហាក្សត្រក៏ចុះចាញ់អានុភាពនេះដែរម្យ៉ាងទៀតអានុភាពនៃប្រាក់ឬមាសបង់មាត់ខ្មោចនេះជាវត្ថុស័ក្តិសិទ្ធិអាចជួយរំដោះគ្រោះថ្នាក់ក្នុងពេលមានអាសន្នបាន
ហេតុដូច្នេះហើយទើបគេនាំគ្នាធ្វើរបៀបនេះរហូតកើតទៅជាទំនៀមទម្លាប់តរៀងមកប៉ុន្តែអ្នកប្រាជ្ញបុរាណឲ្យយកប្រាក់ឬមាសទៅដាក់ក្នុងមាត់ខ្មោចដើម្បីធ្វើជាប្រស្នាឲ្យពិចារណាថាយើងមិនអាចយករបស់អ្វីមួយជួបនឹងខ្លួនបានទេនៅពេលដែលយើងស្លាប់ទៅ